ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boost follower ទៅលើ page របស់ Facebook ដែលការ boost follower របស់ page Facebook គឺគ្មានអីពិបាកទេអ្នកនរគ្នាងាយគឺគ្រាន់តែតម្រូវអ្នកនរគ្នាមាន link របស់ profile page ហ្នឹងហើយយើងយកទៅផាសជាមួយនឹង website របស់យើងគឺរួចជាការស្រេចឥឡូវនេះខ្ញុំសូមធ្វើការ copy link តែម្ដងអូខេអ្នកនរគ្នាពេលនេះគឺខ្ញុំបានធ្វើការ copy link រួចរាល់ហើយបន្តមកទៀតយើងចូលមកកាន់ website របស់យើងតែម្ដងមកគឺជា website Dara SMM ដើម្បីយើងអាចចូលទៅកាន់ website Dara SMM បានជាដំបូងគឺតម្រូវបងប្អូនអរគ្នាមាន web browser ណាមួយក៏បានដែរនៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាដែលអាចធ្វើការ open search ចូលទៅកាន់ website Dara SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ហើយបន្តទៀតយើង search website របស់យើងមកអ្នកនរគ្នាគឺជា website Dara SMM ហ្នឹងយើង search ថា Dara SMM មកអ្នកនរគ្នាអូខេអ្នកនរគ្នាហើយនេះគឺជា website Dara SMM ដែលនៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅលើវាតែម្ដងអូខេអ្នកនរគ្នានេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ចូលក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ចូលក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាដោយជាដំបូងគឺយើងចូលមកកាន់ YouTube channel មកដោយជាដំបូងគឺអ្នកនរគ្នាចូលមកកន្លែង search ហ្នឹងមកហើយបន្តទៀតយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងអូខេអ្នកនរគ្នាហើយនេះគឺជាវីដេអូនៅខាងលើគេតែម្ដងដែលគេនិយាយពីរបៀបចុះឈ្មោះក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ហើយនឹងមានវីដេអូជាច្រើនទៀតពុកម៉ែបងប្អូនអរគ្នាដែលពួកខ្ញុំនឹងធ្វើការ post ជារៀងរាល់ថ្ងៃឥឡូវនេះខ្ញុំសូមត្រឡប់មកកាន់ website របស់យើងវិញអូខេអ្នកគ្នាដើម្បីយើងអាចធ្វើការ boost follower ទៅលើ page របស់ Facebook បានជាដំបូងគឺយើងចុចទៅលើ shortcut ឬក៏ logo របស់ Facebook មកដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេហើយបន្តមកទៀតអ្នកនរគ្នា scroll ដល់មកខាងក្រោមបន្តិចមកអ្នកនរគ្នាមើលកន្លែង category គឺជាប្រភេទរបស់វាអ្នកនរគ្នាដែលយើងចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook ហើយបងប្អូនអរគ្នាក៏អាចរកមើលបានប្រភេទមួយណាដែលបងប្អូនអរគ្នាកំពុងតែមានតម្រូវការគឺបងប្អូនអរគ្នាអាចចុចធ្វើការជ្រើសរើសបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boost follower អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស Facebook page follower តែម្ដងហើយបន្តមកទៀតកន្លែង service គឺជាសេវាកម្មរបស់វាដែលយើងចុចចូលលើនឹងទៅដែលបងប្អូនទាំងអស់គ្នានឹងឃើញមានជាច្រើនសេវាកម្មឲ្យពុកម៉ែបងប្អូនទាំងគ្នាជ្រើសរើសបងប្អូនអរគ្នាណាដែលមានតម្រូវការឬក៏ពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនអរគ្នាអាចធ្វើការចុចជ្រើសរើសបានហើយនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មណាមួយដើម្បីធ្វើការ boost ចែកជូនពុកម៉ែបងប្អូនអរគ្នាទស្សនាឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មដែលមានលេខ ID ទី257 Facebook page follower instant នៅពេលដែលយើងបានធ្វើការបញ្ជាទិញសេវាកម្មនេះរួចរាល់វានឹងធ្វើការដំណើរការចូលទៅកាន់ page របស់យើងភ្លាមតែម្ដងអ្នកនរគ្នាហើយក្នុងរយៈពេលតែ1នាទីគឺវានឹងធ្វើការដំណើរការរួចរាល់ហើយក្នុងមួយថ្ងៃគឺយើងអាចដាក់វាចំនួនដ៏ខ្ពស់បំផុតគឺចំនួន 255k អ្នកនរគ្នាគឺច្រើនមែនទែនហើយរយៈពេលធានារបស់គេគឺរហូតដល់30ថ្ងៃអ្នកនរគ្នាហើយតម្លៃរបស់វា 1k គឺត្រឹមតែ$1ទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទេឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសសេវាកម្មមួយនេះតែម្ដងហើយបន្តមកទៀតមកកន្លែង link នេះគឺជា link profile page របស់យើងអ្នកនរគ្នាដែលសារតែខ្ញុំបានធ្វើការ copy link ខាងដើមវីដេអូរួចហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងហើយបន្តមកទៀតមកអ្នកនរគ្នាកន្លែង quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការបញ្ជាទិញហ្នឹងអ្នកនរគ្នាដែលគេអនុញ្ញាតឲ្យអ្នកនរគ្នាបញ្ជាទិញបានពីចំនួនតូចបំផុតពីចំនួន10រហូតដល់ចំនួន200,000ចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាអាចសរសេរដាក់ចូលមកប៉ុណ្ណឹងមកឥឡូវនេះខ្ញុំសូមបង្ហាញបងប្អូនអរគ្នាដាក់ចំនួនតែ500ទេហើយកន្លែង500ហ្នឹងគឺយើងអស់លុយត្រឹមតែ 0.50 សេនទេអ្នកនរគ្នាគឺធូរថ្លៃមែនទែនហើយកន្លែង quantity នេះបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនដាក់ចូលប៉ុណ្ណឹងមកណាបងប្អូនអរគ្នាឥឡូវនេះបន្ទាប់ពីខ្ញុំបានធ្វើការបំពេញខាងលើរួចរាល់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យគេនឹងចេញទម្រង់បែបនេះឲ្យយើងហើយនេះគឺជាវិក័យប័ត្រសម្រាប់ឲ្យយើងផ្ទៀងផ្ទាត់ដូចជាលេខ ID, CV, follower អីចឹងទៅបងប្អូនអរគ្នា
ហើយមួយវិញទៀតសម្រាប់បងប្អូនណាដែលចង់តាមដានសេវាកម្មដែលយើងបានធ្វើកម្មវិធីទិញជោគជ័យគឺបងប្អូនអរគ្នាអាចចុចកន្លែងខាងក្រោមនេះបានកន្លែង order ហ្នឹងឬក៏ចុចកន្លែងជ្រុងខាងលើហ្នឹងមកកន្លែងត្រី3ហើយយើងរកពាក្យថា order មកអ្នកនរគ្នាអូខេអ្នកនរគ្នាហើយនេះគឺជាសេវាកម្មដែលយើងបានធ្វើកម្មវិធីទិញហើយមិញហ្នឹងគឺវានៅត្រង់ចំណុចនេះអូខេអ្នកនរគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ